ស្ដីបងប្អូនអរគ្នាបាទថ្ងៃនេះមកថតនេះផុសលក់ម្ដងទៀតបាទក្បាលបេះសាប់កុំព្យូទ័រនេះប្រភេទ Evo ណែងបាទអានេះសំឡេងវាហើយវាមែនតេឡេដែរចឹងយើងអាចបញ្ជាពីចម្ងាយបានហើយយើងមូលសំឡេងនេះបានហើយនេះចុចវាចានេះជា Bluetooth ទេបងប្អូនហើយនេះខ្សែចូលខ្សែ AUX audio ចូលហើយបន្ទាប់មកមានខ្សែចេញចូលទៅប្រេឡានប្រេអីហ្នឹងយើងអាចប្រើបានហើយចឹង Bluetooth នេះស៊ីភ្លើង 5V បងប្អូន 5V DC ភ្លើងឆ្នាំងស្អាតទូរស័ព្ទអញ្ចឹងបងប្អូនអាចយកទៅកែប្រើភ្លើង 210V បានដោយប្រើជាមួយ IC បាទយើងភ្ជាប់មួយ IC មកបាទដាក់ភ្លើង 210V ចូលឬ 15V ចុះក្រោមបាទអានេះលក់5ដាក់វាបន្តមកថ្ងៃនេះចង់និយាយប្រាប់បងប្អូនបន្តិចពីបញ្ហាបាទសម្រាប់បងប្អូនដែលចូលចិត្តវិស័យបេះបាទតើណាឆ្ងាយបាទស្ដាប់បន្តិចវាខ្ញុំប្រាប់ពីបទពិសោធន៍ប្រើបេះនេះបាទនេះផេក subwoofer សម្រាប់បងប្អូនដែលថ្មីបងប្អូនដែលទៅតែចាប់ផ្ដើមបាទឬមួយក៏បងប្អូនមួយចំនួនដែលគាត់ចាប់ផ្ដើមហើយគាត់ក៏អាចស្ដាប់បានដែរបាទហើយវីដេអូនេះគាត់ជាការប្រាប់បទពិសោធន៍ខ្ញុំធ្លាប់ប្រើណាហើយអូខេខាងអេឡិចត្រូនិកខ្ញុំចេះខ្លះដែរមិនមែនចេះឆ្អិនទេបាទចេះខ្លះបាទវាមានកម្រិតដែរអញ្ចឹងប្រភេទនេះបងប្អូនបើសិនជាបងប្អូនដាក់ចិត្តថាបាទរៀបបេះ subwoofer ឬមួយក៏ sub ដែលប្រើ freelance បាទអ្វីដែលសំខាន់មិនបាច់ផ្ដោតទៅលើរូបរាងស្អាតទេអានេះខ្ញុំបញ្ជាក់បាទមិនបាច់ផ្ដោតទៅលើរូបរាងស្អាតហើយសម្លេងស្ដាប់អត់កើតទេបាទជៀសវាងប៉ះពាល់មានបញ្ហាជាមួយភ្ញៀវនៅពេលដែលគាត់ទិញទៅចឹងខ្ញុំប្រាប់បងប្អូនបាទផ្ដោតទៅលើសម្លេងវិញបាទប្រភេទនេះជា subwoofer ប្រភេទ sub LAN បាទវាមានតែជា4ហើយឧបករណ៍នេះខ្ញុំឲ្យនិយាយថាបោះចិនដែរប៉ុន្តែវាកម្រិតរបស់វាគឺល្អណាស់អានេះតាមខ្ញុំសិក្សាហើយខ្ញុំស្រាវជ្រាវមើលវាផលិតផលចិនមែនប៉ុន្តែជាផលិតផល original ពីរោងចក្រមិនមែនដំឡើងដោយដៃទេបាទន័យថាកន្លែងវាគឺគេរកម៉ាស៊ីនបាទកន្លែងវានេះដែលខ្ញុំយកមក check ជាមួយនឹង OMAT វាស់បាទចំនួនអូមរបស់វាគឺគ្រប់ស្មើគ្នាទាំងអស់បាទអូមរបស់វាគឺគ្រប់ស្មើគ្នាវាខុសពីឧបករណ៍មួយចំនួនបាទនៅពេលដែលយើងវាស់អូមវាមានតិចហើយនឹងច្រើនផ្សេងគ្នាមានតិចវាមាន4ខាង2អញ្ចឹងឧបករណ៍ខ្លះគឺខុសអូមគ្នាបងប្អូននៅពេលដែលយើងយកមកវាស់បាទបើសិនជាបងប្អូនអត់ចាប់អារម្មណ៍រឿងវាស់អូមទេគឺអត់ដឹងទេបាទតោះតែយើងមានអូមហេតុយកមកវាស់កន្លែងវានេះអញ្ចឹងកន្លែងវានេះមួយខាងវា4អូមជាងបងប្អូនខ្ញុំដឹងមែនខ្ញុំផ្លេចឲ្យបាទខ្ញុំវាស់ដែរដឹង4ជាងបាទមួយខាង4ជាងដូចគ្នាអញ្ចឹងពីរខាងវាតែងតែធ្លាក់អូមអញ្ចឹង freelance ភាគច្រើនធ្លាក់ដល់1អូមបាទធ្លាក់ដល់1អូមបាទអាកន្លែងខ្សែដែលវាចេញមកចូលឧបករណ៍ហ្នឹងអញ្ចឹងអ្វីដែលសំខាន់បងប្អូនត្រូវធ្វើចាប់ផ្ដើមរៀបបេះផ្ដោតទៅលើសំឡេងបាទទី1គឺដុំភ្លើងប្រើឲ្យគ្រប់បាទគ្រប់ចំនួនដែលវា C បាទ ampli C អញ្ចឹងបើសិនជា ampli យើង3000វ៉ាត់បាទបងប្អូនត្រូវតែប្រើដុំភ្លើងបាទគ្រប់10បាទប្រភេទនេះ C ភ្លើង 12V ឬមួយក៏ 14V ចុះក្រោមមកដល់12ហ្នឹងតែខ្ញុំណែនាំឲ្យបងប្អូនប្រើភ្លើង 4-10V បាទ 14V ចឹងនៅពេលដែលវាអប់គឺវាធ្លាក់វល់ខ្លាំងហើយបាទអានេះវាកត្រាក់ខ្លាំងប្រភេទនេះកត្រាក់ខ្លាំងណាបើនិយាយពីភ្លើងទាំង20A ចាក់ទៅញាក់មកបងប្អូនបើទៅញាក់តាមបេះបងប្អូនភ្លើងយើងបងប្អូនភ្លើងតាមទាំងទី2បាទយើងធ្វើម៉េចយើងរៀបបេះហ្នឹងយើងតម្រូវជាមួយនឹងអ្នកប្រើបាទអ្នកប្រើមួយចំនួនដែលគាត់ទិញយកទៅគឺអត់ដូចយើងអ្នករៀបទេបាទខ្ញុំជឿអញ្ចឹងបាទ 99% អត់ដូចយើងអ្នករៀបទេយើងអ្នករៀបបាទយើងភាគច្រើនយើងបើកតេស្តល្មមទេប៉ុន្តែបើសិនជាអ្នកគាត់យកទៅប្រើគឺកាត់មូលវ៉ូលីមកប់បាទមានន័យថាវ៉ូលីមមានមួយជុំកាត់មូលអស់មួយជុំមកនៅពេលដែលគាត់ជប់ជុំផាក់ស៊ីឬក៏មួយមានកាត់ទីអីគឺគាត់លេងមកដៃតែម្ដងនៅពេលហ្នឹងឯងមិនដឹងថាគុណភាពបានវាមិនបាទបើសិនជាយើងគ្រប់គ្រងសម្លេងឲ្យគាត់មូលអត់កើតអត់បានអស់ទេគឺចឹងនិយាយថាបានអស់មែនតែស្ដាប់អត់កើតវាលឺព្រឹកព្រោះវាអត់លឺបេះបាទ
អានឹងបញ្ហាធំសម្រាប់អ្នកប្រើប្រាស់អញ្ចឹងធ្វើម៉េចដើម្បីឲ្យយើងលក់ទៅមិនមានទំនុកចិត្តទាំងអ្នកប្រើនិងអ្នកទិញបាទគឺយើងសេរីធ្វើម៉េចឲ្យគាត់មួលពលិមបានមកកាប់ហើយបាសហ្នឹងគឺវាអត់ធ្លាក់សម្លេងណាអានឹងមកត្រូវចិត្តអ្នកទិញប៉ុន្តែបើសិនជាអ្នកទិញដែលគាត់យកទៅប្រើហើយគាត់មួលមកកាប់ហើយបាទមានបញ្ហាគាត់ច្បាស់ជាតាក់ទងមកយើងហើយបាទតាក់ទងមកយើងហើយគាត់ថាសម្លេងអត់កើតបាទវាកើតមែនប៉ុន្តែវាកើតវាលឺសម្លេងបាសបាទវាលឺអុកអត់តាន់អញ្ចឹងទៅបាទអានេះអត់មាននិយាយទៅផតបងប្អូននេះគឺអ្នកមកភាសាប្រាប់ផ្លូវដែរបាទព្រោះអីមិនចង់ឲ្យបងប្អូនមួយចំនួនដែលគាត់រៀបហើយគាត់នៅពេលដែលលក់ទៅមានបញ្ហាមួយភ្ញៀវអញ្ចឹងណាអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺដុំភ្លើងបាទអំភ្លីយើង3000វ៉ាត់យើងត្រូវប្រើដុំភ្លើង3500វ៉ាត់អីទៅហើយអេ200អីទៅបាទ150តែវ៉ាត់វាត្រូវតាមអំភ្លីបាទអាហ្នឹងតាមអត់សនធ្លាប់ប្រើមិនធ្លាប់ប្រើតែ3ទឹកទេណាចំពោះអ្នកដែលធ្លាប់ប្រើមិនដឹងថាបាសហ្នឹងវាយ៉ាងម៉េចបាទអានេះមិនតែញមកលក់ទេបងប្អូនតែញយកមកទុកប្រើខ្លួនឯងបាទអញ្ចឹងវីដេអូនេះខ្ញុំគាត់ទៅប្រាប់សម្រាប់បងប្អូនដែលចាប់បានថ្មីទេសម្រាប់បងប្អូនដែលគាត់មានជំនាញហើយគាត់ចេះគាត់ដឹងហើយគឺអូខេហើយបាទមិនបាច់ស្ដាប់ក៏បានដែរអានេះគឺប្រភេទsubwoofer ប្រភេទcamera 2ជាន់ទៅជា4ប្រភេទបើខ្ញុំនិយាយតាមធម្មតាគឺមួយខាង4អូមបងប្អូនអញ្ចឹងសិនជាយក ampli ធម្មតាមកលេងក៏វាអត់សូវលើកដូចបោះឡានដែរហើយមួយវិញទៀតសម្រាប់បងប្អូនមួយចំនួនដែលគាត់ថាសាប់ឡានលើបានឆ្ងាយបាទច្រឡំធំហើយបងប្អូនវាមាន2ជម្រើសសម្រាប់បងប្អូនចាក់បាទវាស្រួលប្រើជាងបើសិនជាចាក់ប្រើទី1យើងអាចឲ្យវាកហឹមនៅចិត្តយើងនឹងជុំវិញយើងនេះថា200ម៉ែត្រ300ម៉ែត្រនេះឲ្យវាកហឹមជុំវិញនឹងចឹងក៏បានឲ្យវាប្លង់ឆ្ងាយក៏បានដែរបាទណាបុកប្លង់ឆ្ងាយក៏បានដែរវាខុសពីបាសយើងធម្មតាបាទបាសយើងធម្មតាគឺខ្ញុំធ្លាប់ប្រើ mixer ដែរបងប្អូនប្រើ pre mixer ដែរប៉ុន្តែយើងឲ្យវាកហឹមវាអត់កើតទេបាទវាបានតែបុកទេបុកដឹងចឹងនឹងបុកប៉ុន្តែបើឲ្យវាកហឹមដោយសាប់ឡានវាអត់កហឹមកើតទេប៉ុន្តែអានេះមាន2ជម្រើសបងប្អូនចង់ឲ្យវាប្លង់បឹងទៅឆ្ងាយក៏បានហើយវាកហឹមនៅចិត្តនឹងក៏បានដែរអាហ្នឹងវាស៊ីសងដល់បងប្អូនចេះស្រែ ampli ទេបាទអញ្ចឹងជាចុងក្រោយអ្វីដែលខ្ញុំចង់និយាយម្ដងទៀតគឺគ្រប់គ្រងសម្លេងឲ្យអ្នកទិញដែលគាត់យកទៅប្រើហ្នឹងគឺបានល្អបាទគាត់អាចមួលវ៉ូលីមបានកប់អាហ្នឹងអូខេហើយអត់មានបញ្ហាមួយភ្ញៀវដែលគាត់ទិញទៅទេបើសិនជាគាត់មួលមិនបានកប់ទេនៅពេលដែលគាត់មួលអស់ហើយវាមានសម្លេងបញ្ហាញ៉ៃញ៉ៃស្ដាប់អត់បានគាត់ច្បាស់ជាតាក់ទងមកឲ្យយើងនៅពេលហ្នឹងហើយបាទអាចនឹងមានតោះសម្ដីគ្នាអញ្ចឹងទៅបាទអានេះខ្ញុំគាត់ប្រាប់បងប្អូនដែលគាត់មិនទាន់យល់ពីបាសនេះទេបាទសូម្បីតែបានវលីបងប្អូនគេធ្វើមកគឺគេឲ្យយើងស្រែមូលមកកប់បានសម្លេងអត់មានបញ្ហាទេប៉ុន្តែបើពួកអានេះភាគច្រើនខ្ញុំជឿថាបងប្អូនធ្វើតម្លៃហើយគឺអត់សូវបានមូលកប់ទេបាទភាគច្រើនណាអត់បានមូលដល់កប់ទេមូលហេតុអីបាទមូលហេតុមកយើងតែធម្មតាដូចអ្នកដែលគាត់យកទៅប្រើទេគាត់យកទៅប្រើគឺគាត់ប្រើហើយយើងអ្នកលក់គឺគ្រាន់តែទេបាទគឺគ្រាន់តែធម្មតាទេបាទបើអ្នកប្រើគឺកាត់មួលមកកប់លេងមកចាស់ដៃហ្នឹងនិយាយទៅអាហ្នឹងតាមខ្ញុំធ្លាប់ដឹងហើយមានមួយចំនួនក៏ឆ្លោះគ្នាមួយភ្ញៀវក៏ឆ្លោះគ្នាមួយអ្នកដែរដោយសារតែរៀបទៅវាបើកាត់បានអស់វាអស់មែនតែវាស្អាតបាត់បានយល់កន្លែងហ្នឹងបាទមួលអស់មែនតែវាស្អាតបាត់បានហើយមកកលៈទៀតដែលខ្ញុំក៏សូមឲ្យបញ្ចេញដែរបាទអាហ្នឹងវាប៉ះពាល់ដល់បងប្អូនមួយចំនួនដែលគាត់អ្នករស់ស៊ីតាក់ទងជាមួយ ampli និង upload តែម្ដងយើងប្រើ upload ហើយ ampli ប៉ុណ្ណា upload ប៉ុណ្ណាដែលយើងអាចស្រែមួយបានអស់បាទអាហ្នឹងបើយើងនិយាយទៅបងប្អូនជាងមួយចំនួនដែលគាត់អ្នករៀបលក់ហ្នឹងគឺគាត់ដឹងហើយបាទគាត់អ្នករៀបបាទអ្វីដែលខ្ញុំនិយាយនេះសម្រាប់អ្នកដែលថ្មីដែលចង់រកស៊ីរៀបបាទសាប់ឡានទេបាទហើយមួយវិញទៀតសម្រាប់បងប្អូនដែលចង់រៀបច្រៀងខារ៉ាអូខេបាទសាប់ប្រភេទនេះ solo បាទបុកមួយ solo អញ្ចឹងខ្ញុំណែនាំឲ្យបងប្អូនប្រើ solo បាទចាប់ពី2ទឹកពីទឹកដល់2ទឹកកន្លះបាទប្រភេទសាប់4ទឹកយើងត្រូវប្រើ solo 2ទឹកទៅ2ទឹកកន្លះបាទសម្រាប់តែគាត់អ្នកច្រៀងខារ៉ាអូខេតែបើសិនជាបងប្អូនបាទយកឧបករណ៍ប៉ុណ្ណឹងនេះយកមកច្រៀងខារ៉ាអូខេគឺអត់កើតទេបានស្ដាប់ទេណាអត់ព្រោះតែវាទៅជាភ្លាវតែម្ដងបាទអ
ចឹងបើសិនចឹងជាងក្រៅអូខេបាទអូប្លពីតាក់ហើយឬមួយក៏ពីតាក់បាទក50អីហ្នឹងអានេះបងប្អូនច្រៀងទៅព្រោះហើយប៉ុន្តែបើសិនជាអូប្លប៉ុណ្ណេះច្រៀងអត់ព្រោះទេអានេះប្រាប់តែប៉ុណ្្នឹងបាទហើយបាទវីដេអូមានតែប៉ុណ្្នឹងទេហើយបើសិនចាំឲ្យ Bluetooth នេះបាទខ្ញុំដាក់លក់ Bluetooth ស៊ីនទេបាទយើងអាចវាយជាធុងហើយយកអានេះមកដាក់ជាប់ធុងតែម្ដងដាក់នៅពីលើហ្នឹងតោះមកនេះមានរុននេះបងប្អូនរុននេះដូចជា8លេខយើងចាស់រហូតណាយើងញុកចូលរហូតហ្នឹងទៅបាទមិនមែន6ជើងញុកទៅជាប់នៅក្តារធុងហ្នឹងតែម្ដងចឹងនេះវាល្អមកស៊ីមវាមក Evo បងប្អូនអាច search នៅមើលលើ Google Map ច្រឡំបងប្អូន Google website Google ឆែកមើលឃើញបាទវាមានគេលក់នៅលើ website ដែរផលិតផលហ្នឹងចឹងបាទវីដេអូសូមបញ្ចប់ប៉ុណ្ណឹងបាទខុសឆ្គងបាទសូមអធិស្ឋានដោយសារការយល់ដឹងហ្នឹងមានកម្រិត